សូមជូនរឿងអកព្រត់ត្រនំនៅភូមិដែលស្ងប់ស្ងាត់មួយមានគ្រួសារតូចមួយរស់នៅយ៉ាងមានសុភមង្គលសុខជាប្តីដែលខ្នះខ្នែងម៉ាលីជាប្រពន្ធដែលល្អនិងលីដាជាកូនស្រីអាយុទើបតែ6ឆ្នាំរស់នៅយ៉ាងផ្អែមល្ហែមនិងរីករាយបំផុតទោះបីជាជីវភាពក្រីក្របន្តិចមែនតែផ្ទះឈើតូចមួយនេះពោពេញទៅដោយស្នាមញញឹមតែដោយសារជីវភាពកាន់តែលំបាកទៅសុខបង្ខំចិត្តចាក់ចេញលាប្រពន្ធនិងកូនស្រីតូចទៅរកស៊ីនៅស្រុកឆ្ងាយថ្ងៃដែលត្រូវចាក់ចេញសុខលើកលីដាមកពោរួចនិយាយទាំងអាឡោះអាឡៃថាកូនប៉ានៅផ្ទះស្ដាប់បង្គាប់ម៉ាក់ណាកូនប៉ាទៅរកលុយទិញខោអាវស្អាតឲ្យកូនលីដាតូចងក់ក្បាលព្រមទាំងដៃអបកប៉ាជាប់ចាប៉ាកូនដឹងហើយប៉ាប្រញាប់មកវិញណាកូននឹងម៉ាក់រងចាំប៉ានៅផ្ទះណាប៉ាណាម៉ាលីអូនថែសុខភាពផងណាចាអូនដឹងហើយបងក៏អញ្ចឹងដែរបើសិនជាបងហត់ឬបងពិបាកបងប្រញាប់ត្រឡប់ទៅផ្ទះយើងវិញណាបងណាបាទបងដឹងហើយអញ្ចឹងបងទៅហើយណាម៉ាលីឈោកាន់ដៃកូនមើលប្តីពីក្រោយទាំងទឹកភ្នែកហូររហូតប្តីរបូតបាត់ពីក្រសែភ្នែករបស់នាងទៅពេលវេលាកន្លងផុតទៅជាច្រើនខែម៉ាលីមិនដែលទទួលបានដំណឹងពីសុខសោះឡើយរហូតថ្ងៃមួយមានអ្នកភូមិបានយកដំណឹងដល់សោកសៅមួយមកប្រាប់ម៉ាលីថាសុខបានឈឺដោយសារចាញ់ទឹកដីហើយទទួលអនិច្ចកម្មហើយដំណឹងនេះបានវាយប្រហារបេះដូងនិងផ្លូវចិត្តម៉ាលីយ៉ាងធ្ងន់ធ្ងរនាងតូចចិត្តកើតទុករាល់ថ្ងៃរហូតធ្លាក់ខ្លួនឈឺរាងកាយដែលធ្លាប់តែរឹងមាំប្រែក្លាយទៅជាស្ពុះស្ទៀងគ្មានកម្លាំងកំហែងសោះឡើយលីដានៅតូចនាងមិនទាន់យល់ពាក្យថាស្លាប់ច្បាស់លឹះនោះទេនាងដើររកថ្នាំនិងបបរបញ្ចុកម្ដាយហើយអង្គុយជូតទឹកភ្នែកឲ្យម្ដាយរហូតនៅល្ងាចមួយលីដាដឹងថាពេលវេលានាងជិតអស់ហើយនាងសម្លឹងមើលមុខកូនទាំងទឹកភ្នែកហូររួចលើកដៃអង្អែលក្បាលកូនស្រីជាទីស្រឡាញ់លីដាកូនបាក់សំទោសណាកូនមិនអាចឲ្យមកថែកូនបាក់សំទោសទឹកមេបាក់ទៅជួបបាក់ហើយកូនត្រូវតែរឹងមាំណាកូនណាមិនទាន់ផុតពីមាត់ក្រមដៃម៉ាលីបានធ្លាក់ចុះភ្នែកនាងបានបិទជិតយ៉ាងស្ងៀមស្ងាត់លីដាស្រែកហៅម្ដាយទាំងភ័យព្រួយនាងតូចជាយាមអង្រួនដៃម៉ាក់ទាំងគ្មានចម្លើយនាងអង្គុយអោបសពស្ដាយជាប់ទ្រូងយ៉ាងអណោចអធមក្មេងស្រីតូចត្រូវបាត់បង់ទាំងឪពុកទាំងម្ដាយបាត់បង់ភាពកក់ក្ដៅដោយគ្មានទីពឹងលីដាត្រូវបានដូនចាស់យកទៅចិញ្ចឹមមើលថែរហូតតទៅ